បាទគោរពជំរាបសួរបងប្អូនទាំងអស់គ្នាផងដែរបាទថ្ងៃនេះក៏មានជើងមាន់បាទលើកទិញមករៀងច្រើនដែរនៅអង្គគ្នាប្រហែលជា1គីឡូបាទ1គីឡូហើយខ្ញុំក៏យកមកបំពងអញ្ចឹងណាបំពងឲ្យរៀងស្រួយអញ្ចឹងណាបងប្អូនក្រហមឆិលអញ្ចឹងមកបាទឲ្យក្រហមឆិលដាក់ឲ្យស្រួយញោកអញ្ចឹងមកបងប្អូនបាទហើយជើងមាន់ក៏យើងដាក់ស្រោះទឹកស្រោះឲ្យហើយក៏យើងបំពងអញ្ចឹងណាគឺបំពងយូរដែរណាបងប្អូនបាទហើយក៏ជាថ្ងៃសៅរ៍ថ្ងៃបុណ្យភូមិអញ្ចឹងណាបាទនេះគឺជាម្សៅបំពងដែលយើងដាំទឹកក្តៅឆ្អិនហើយដែលយើងយកមកកូរសពអញ្ចឹងណាបាទដើម្បីយើងនេះគឺជាម្សៅជើងបំពងអញ្ចឹងណាអ្នកនរគ្នាបាទនេះគឺយើងបំពងបាទនេះគឺខ្ញុំបំពងស្រួយ2ដងអញ្ចឹងអ្នកនរគ្នាបាទដាក់ស្រួយញោកឈ្ងុយឆ្ងាញ់អញ្ចឹងណាស្រួយក្នុងស្រួយក្រៅអញ្ចឹងអ្នកនរគ្នាបាទហើយក៏ដូចជាថ្ងៃនេះគឺជាថ្ងៃសៅរ៍ថ្ងៃបុណ្យភូមិផងដែរតែយើងមានកម្មវិធីបុណ្យអញ្ចឹងណាយើងជួបជុំគ្នាអញ្ចឹងអ្នកនរគ្នាបាទការបញ្ចូលសម្លេងគឺមិនសូវបោះក្បាយក៏ការធ្វើនេះក៏នឹងតាមមិនដែរអ្នកនរគ្នាបាទគឺរៀនធ្វើដំបូងអញ្ចឹងគឺផ្សារបំពងរបស់យើងណាដែលយើងកូរឲ្យសព្វអញ្ចឹងណាបាទយើងកូរចុះកូរឡើងឲ្យសព្វឲ្យពេញសាច់បែកសាច់ម្សៅអញ្ចឹងអ្នកនរគ្នាបាទហើយនេះជាជើងមាន់ដែលខ្ញុំបំពងហើយហ្នឹងគឺខ្ញុំយកមកដាក់ចូលក្នុងម្សៅបំពងអញ្ចឹងណាបាទជើងមាន់ដែលយើងបំពងហើយហ្នឹងចឹងរៀងស្ទើរសាបចឹងឲ្យស្ទើរប្រៃចឹងអ្នកនរគ្នាបាទថែមរ៉ូឌីបន្តិចទៀតបាទថែមរ៉ូឌីបន្តិចទៀតគឺបន្ថែមឲ្យរៀងប្រៃតិចណាអ្នកនរគ្នាបាទយើងកូរចឹងមកបាទកូរបានសពគ្នាចឹងណាអ្នកនរគ្នាបាទយើងការបញ្ចូលសំឡេងរៀងឮខ្យល់ឬសំឡេងតិចអ្នកនរគ្នាបាទអានេះគឺខ្ញុំថែមម្ទេសដែលយើងបុកគឺម្ទេសក្រៀមអ្នកនរគ្នាបាទម្ទេសក្រៀមយើងកូរយករសជាតិហឹរអញ្ចឹងណាហឹរគឺហឹរល្មមឲ្យហឹរខ្លាំងពេកអ្នកនរគ្នាគឺខ្លាចហូបបង្កើតតែមិនចេះហឹរអញ្ចឹងណាបាទនេះគឺយើងយកបំពងមកគឺខ្ញុំដាក់ចូលក្នុងម្សៅបំពងហើយគឺលើយើងបំពងម្សៅទៀតបាទអញ្ចឹងជើងមាន់គឺវាអាចនឹងក្នុងក៏ស្រួយក្រៅក៏ស្រួយអញ្ចឹងណាអ្នកនរគ្នាបាទវិធីធ្វើនេះគឺធ្វើខុសៗគ្នាអញ្ចឹងណាបងប្អូនពូជាលើកទី1ដែលខ្ញុំរៀនធ្វើអញ្ចឹងណាជើងមាន់បំពងនេះគឺក្លែមទៅមកឆ្ងាញ់បាទជើងមាន់ដាក់មកអេហ្មងស្រួយទាំងក្រៅស្រួយទាំងក្នុងអញ្ចឹងណាបាទនេះមើលទៅបាទនេះគឺជាម្សៅបំពងមកយើងនេះគឺដែលយើងយកបំពងអញ្ចឹងណាបាទក៏ដូចសូមអរគុណដល់បងប្អូនដែលចូលទស្សនាវីដេអូរបស់ខ្ញុំអញ្ចឹងណាបាទសូមអរគុណក៏សូមជម្រាបលាអរគុណច្រើន